បាទសូមគោរពនឹងជម្រាបសួរដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងមកកែលំហាត់អនុវត្តនៅក្នុងមេរៀនទី2ដែលនិយាយពីស្រឡាយអលិបតិអសូតនៅជំពូកទី6ដែលនិយាយពីគីមីសរីរាង្គណាអូខេអញ្ចឹងយើងអាចទៅបើកមើលសៀវភៅលំហាត់អនុវត្តហ្នឹងនៅទំព័រ204នៅក្នុងសៀវភៅក្រសួងឥឡូវនេះយើងទៅមើលប្រធានលំហាត់របស់យើងទាំងអស់គ្នាអញ្ចឹងប្រធានលំហាត់របស់យើងណាទី1គេឲ្យយើងហៅឈ្មោះអាមីនណាដូចតទៅមានកខកខណាមាន4ដែលយើងត្រូវហៅឈ្មោះហើយទី2គេឲ្យយើងធ្វើចំណាត់ថ្នាក់អាមីនខាងលើដោយយើងដាក់តើមួយណាជាអាមីនថ្នាក់ទី1មួយណាជាអាមីនថ្នាក់ទី2ហើយនិងមួយណាជាអាមីនថ្នាក់ទី3ណាអញ្ចឹងយើងបន្ទាប់ពីយើងហៅឈ្មោះណាទី1យើងហៅឈ្មោះហើយបន្តមកទៀតទី2យើងធ្វើចំណាត់ថ្នាក់លើអាមីនរបស់យើងទាំង4ហ្នឹងតើលេខប៉ុន្មានឬក៏អក្សរណាដែលត្រូវនឹងអាមីនថ្នាក់1ណាហើយអក្សរណាដែលត្រូវនឹងអាមីនថ្នាក់2អក្សរណាត្រូវអាមីនថ្នាក់3អូខេអញ្ចឹងទី3គឺយើងសរសេររូបមន្តសមាសធាតុដូចតទៅណាអញ្ចឹងចំណុចកគេឲ្យយើងសរសេរ ND មេទីឡាមីនខ1មេទីលបុយទីឡាមីនកូ 3A 3A ទីលណាទាំង 3A ទីលសន្តោសផងតនេះដាក់ 3A ទីលណាយ៉ាងយើងដាក់ 3A ទីល 3A ទីលឡាមីនអញ្ចឹងចំណុចគោយើងសរសេរ 3A ទីលឡាមីនចំណុចខគឺយើងសរសេរ N មេទីល N អ៊ីសូប្រូពីល អេទីឡាមីនណាអញ្ចឹងយើងអានប្រធានម្ដងទៀតមុននឹងទៅធ្វើការកែលំហាត់របស់យើងចំណុចទី1យើងគេឲ្យយើងឲ្យឈ្មោះនៃអាមីនណាពីកដល់ខថាតើអាមីនពីកដល់ខហ្នឹងមានឈ្មោះយើងត្រូវហៅឈ្មោះវាយ៉ាងម៉េចខ្លះហើយទី2យើងធ្វើចំណាត់ថ្នាក់ណាធ្វើចំណាត់ថ្នាក់អាមីនខាងលើហ្នឹងថាតើអក្សរណាត្រូវនឹងថ្នាក់ទី1អក្សរណាត្រូវថ្នាក់ទី2ហើយនិងអក្សរណាត្រូវនឹងថ្នាក់ទី3បន្តមកទៀតទី3គឺយើងសរសេររូបមន្តសមាសធាតុណាដូចតទៅចំណុចក ND មេទីឡាមីនចំណុចខ1មេទីលបុយទីឡាមីនចំណុចក 3 អេទីលឡាមីនចំណុចខ N មេទីល N អ៊ីសូប្រូពីលឡាមីនអេទីលឡាមីន N មេទីល N អ៊ីសូប្រូពីលអេទីលឡាមីនណាអូខេអញ្ចឹងយើងទៅមើលចម្លើយចឹងនេះគឺជាចម្លើយនៅលេខ1អញ្ចឹងការហៅឈ្មោះគឺខ្ញុំបានឲ្យនៅក្នុងមេរៀនហើយកាលពីវីដេអូវគ្គ1ណាអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅមើលឡើងវិញណាអាចទៅមើលការហៅឈ្មោះរបស់យើងឡើងវិញអញ្ចឹងចំណុចករបស់យើងគឺយើងហៅឈ្មោះវាថា 3 មេទីលឡាមីន 3 មេទីលឡាមីនព្រោះអីព្រោះ3នេះគឺវាដូចគ្នាហើយចងណាជាមួយនឹងអាសូតអាតូមអាសូតតែមួយដូចគ្នាណាចងនឹងអាតូមអាសូតតែមួយដូចគ្នាអញ្ចឹងយើងមិនបាច់បញ្ជាក់ពីទីតាំង N ទេណាព្រោះវាដូចគ្នាហើយណាយើងមិនអាចកំណត់ថាមួយណាជាខ្សែមេបានទេព្រោះយើងមើលទៅវាកបោនរបស់យើងតែមួយដូចគ្នាណាកបោនរបស់យើងតែមួយដូចគ្នាបើសិនបើមានមួយខុសគ្នាយើងត្រូវបញ្ជាក់ពីទីតាំង N ណាដែលយើងយក
កាបូនដែលវែងជាងគេធ្វើជាខ្សែមេហើយក្រៅពីហ្នឹងយើងធ្វើជាខ្នែងដោយបញ្ជាក់ពីទីតាំងកាន់របស់វាណាតិចទៀតយើងនឹងឃើញចឹងនេះយើងហៅថា trimethylamine trimethylamine ចំណុចខណាអានេះគឺយើងហៅ N diethylamine N diethylamine អញ្ចឹងអាមីនថ្នាក់3យើងហៅខុសពីអាមីនថ្នាក់2ណាខុសគ្នាព្រោះយើងមើលតើអានេះវាមានអាតូមអ៊ីដ្រូសែនមួយណាមានអាតូមអ៊ីដ្រូសែនមួយចង់ភ្ជាប់ជាមួយអញ្ចឹងយើងអាចជ្រើសរើសយកកាបូនមួយណាជាខ្សែមេហើយកាបូនមួយទៀតយើងធ្វើជាខ្នែងអូខេអញ្ចឹងនេះយើងហៅថា N diethylamine ណា N diethylamine ព្រោះអេទីលរបស់យើងកាបូនអេទីលរបស់យើងមានដូចគ្នាទៅដល់2ដងណាទៅដល់2ដងអញ្ចឹងយើងហៅថា N diethylamine ចំណុចគោគឺយើងត្រូវបង់លេខណាគឺយើងត្រូវបង់លេខអញ្ចឹងការបង់លេខគឺយើងត្រូវបង់លេខ1នៅលើអាតូមកាបូនណាដែលចងភ្ជាប់ជាមួយនឹងអាតូមអាស៊ូតដោយផ្ទាល់ណាគឺយើងត្រូវបង់លេខ1នៅលើកាបូនហ្នឹងអញ្ចឹងយើងបង់មក1ហើយយើងបង់មកក្រោមក៏បានមកនេះក៏បានដែរណាអញ្ចឹងយើង1 2មកយើងដាក់មកនេះក៏លេខ2ដូចគ្នាដែរអញ្ចឹងយើងយកនេះមកអញ្ចឹងឈ្មោះរបស់វាគឺ1 methyl ethylamine ណា1 methyl នេះណា1 methyl ហ្នឹងនៅត្រង់កាបូនទីតាំងលេខ1ហើយអេទីលនេះជាខ្សែមេរបស់យើងគឺមានចំនួន2ហើយឡាមីននេះគឺបញ្ជាក់ពីទីតាំងនៃអាមីនណាបញ្ជាក់ពីបង្គំនីតិនៃអាមីនអញ្ចឹងអាមីនរបស់យើងគឺភ្ជាប់ដោយឡាមីនណាឡាមីនអញ្ចឹងឈ្មោះរបស់គោគឺយើងហៅបាន1 methyl ណា1 methyl ethylamine ethylamine អូខេបន្តមកទៀតខគឺយើងត្រូវបង់លេខដែរគឺយើងត្រូវបង់លេខនៅលើកាបូនណាដែលចងនឹងដូចអានេះដែរណាគឺដូចគ្នាគឺយើងត្រូវបង់លេខ1លើអាតូមកាបូនដែលចងភ្ជាប់ជាមួយនឹងអាតូមអាស៊ូតដោយផ្ទាល់អញ្ចឹងបើយើងត្រូវជ្រើសរើសណាមុននឹងហៅឈ្មោះយើងត្រូវជ្រើសរើសថាតើកាបូនណាដែលវែងជាងគេហើយយើងយកវាធ្វើជាខ្សែមេណាហើយយើងយកវាធ្វើជាខ្សែមេឥឡូវយើងរាប់យើងដាក់អានេះលេខ1លេខ2លេខ3ចឹងនេះបើយើងតម្លាក់មកក្រោមបានតែលេខ3ទេណាចឹងនេះ1 2 3 4មកក្រោមបាន4ហើយយើងរាប់មកត្រង់ក៏បាន4ដូចគ្នាណាចឹងយើងអាចយកលេខ4មកដាក់ខាងក្រោមក៏បានដែរព្រោះវាវែងជាងគេណាយើងយកលេខ4មកដាក់នៅទីនេះក៏បានដែរបានដូចគ្នាណាអូខេឥឡូវយើងហៅឈ្មោះអញ្ចឹងដោយលេខ1របស់យើងនេះមេទីលរបស់យើងក៏ចងជាមួយនឹងកាបូនលេខ1ដែរអញ្ចឹង1ណា1 2 3អញ្ចឹងលេខទីតាំងអាតូមនៅត្រង់កាបូនលេខ1លេខ2និងលេខ3យើងឃើញថាខ្នែងដែលចងភ្ជាប់ហ្នឹងគឺដូចគ្នាណាគឺមេទីលទាំងអស់នៅត្រង់កាបូនលេខ1ខ្នែងក៏មេទីលកាបូនលេខ2ខ្នែងក៏មេទីលហើយកាបូនលេខ3ហ្នឹងខ្នែងក៏មេទីលដែរអញ្ចឹងយើងហៅវាថា1 2ណាត្រីណាត្រីបានន័យថាខ្នែងរបស់យើងដូចគ្នារហូតដល់3ដងអញ្ចឹងបើវាដូចគ្នា3ដងយើងត្រូវដាក់ត្រីបើ2ដងយើងដាក់ D ណាបើ2ដងយើងដាក់ D បើ1យើងហៅធម្មតាណាបើអេទីលយើងហៅថា1អេទីលមេទីលយើងហៅថា1មេទីលចឹងទៅដូចគោដែរចានេះយើងគ្រាន់តែដូរទេព្រោះអីខ្នែងរបស់យើងដូចគ្នា3ដងអញ្ចឹងយើងដាក់ត្រីណាអញ្ចឹង1 2 3ត្រីមេទីលបុយទីឡាមីនបុយទីលគឺកាបូនខ្សែមេរបស់យើងមាន4ណាមាន4ហើយឡាមីនគឺយើងមានបង្គំនីតិរបស់អាមីនហ្នឹង1ណាមានបង្គំនីតិរបស់អាមីនហ្នឹង1អញ្ចឹងម្ដងទៀតឈ្មោះរបស់វាគឺ1 2
2 3 trimethyl butylamine អូខេអញ្ចឹងនៅចំណុចទី1ការហៅឈ្មោះគឺយើងបានបញ្ចប់អញ្ចឹងយើងមកចំណុចទី2ចំណុចទី2ឲ្យយើងធ្វើចំណាត់ថ្នាក់ណាយើងដឹងហើយយើងបកម្នេះវិញតិចសិនអាមីនថ្នាក់ទី3អាមីនថ្នាក់ទី1គឺអាមីនថ្នាក់1សំលុបតិចសិនខ្ញុំនឹងរំលឹកនៅថ្នាក់ទាំង3របស់អាមីនដើម្បីឲ្យគ្នាយើងងាយចាត់ទាំង4ហ្នឹងគឺងាយចាត់ចូលក្នុងថ្នាក់ទាំង3របស់អាមីនអញ្ចឹងចំពោះអាមីនថ្នាក់1គឺ Air ណាចងជាមួយនឹង NH2 ណាអានេះអាមីនថ្នាក់1ណាអាមីនថ្នាក់1ហើយអាមីនថ្នាក់2អាមីនថ្នាក់2គឺ Aeon ណា Aeon ចងសម្ព័ន្ធជាមួយនឹង NH ចងសម្ព័ន្ធជាមួយនឹង Air ដែលចឹងនេះគឺអាមីនថ្នាក់2ណាអាមីនថ្នាក់2ហើយអាមីនថ្នាក់3គឺ Air1 ចងមកស៊ូតចងជាមួយនឹង Air3 ណាចងជាមួយនឹង Air2 ចឹងនេះគឺអាមីនថ្នាក់3ណាអាមីនថ្នាក់3ឥឡូវយើងមើលថាតើពីកដល់ខនេះតើនៅអក្សរណាខ្លះដែលចាត់ចូលនៅក្នុងថ្នាក់ណាអាមីនរបស់យើងទាំង3ហ្នឹងអញ្ចឹងមកយើងមើលទៅណាចំណុចកនេះឃើញថាវាមានទម្រង់ដូចទៅនឹងអាមីនថ្នាក់3ណាដូចទៅនឹងអាមីនថ្នាក់3អញ្ចឹងយើងអាចចាត់បានថាចំណុចកនេះគឺអាមីនថ្នាក់ទី3ហើយយើងមើលទៀតណាទី1យើងមើលថាវាដូចទៅនឹងអាមីនថ្នាក់2ណាអាមីនថ្នាក់2ព្រោះអីព្រោះair របស់យើងចងជាមួយនឹងអាស៊ូចងជាមួយនឹងអាស៊ូតជាមួយនឹងអ៊ីដ្រូសែនអញ្ចឹងយើងឃើញថាបើមានថ្នាក់3យើងបង្គំនីតិអាមីនរបស់យើងគឺអស់អ៊ីដ្រូសែនមួយទៀតគឺនៅសល់តែអ៊ីដ្រូសែនមួយអញ្ចឹងយើងឃើញថាចំណុចខនេះគឺយើងត្រូវចាត់ចូលទៅនឹងអាមីនថ្នាក់2ហើយអានេះអាមីនថ្នាក់3អញ្ចឹងនេះយើងមើលចំណុចកហើយនឹងចំណុចខអញ្ចឹងយើងឃើញថាវានៅសល់បង្គំនីតិអាមីនគឺយើងថាមានអ៊ីដ្រូសែនចំនួន2មានអ៊ីដ្រូសែនចំនួន2បើអ៊ីដ្រូសែនចំនួន2គឺយើងចាត់អា2ហ្នឹងចូលទៅក្នុងណាអា2នេះចូលទៅក្នុងអាមីនថ្នាក់ទី1ណាអាមីនថ្នាក់ទី1ព្រោះអាមីនថ្នាក់ទី1យើងឃើញថាបង្គំនីតិអាមីនរបស់យើងនៅអ៊ីដ្រូសែន2ហើយអាមីនថ្នាក់ទី2របស់យើងនៅសល់អ៊ីដ្រូសែន1ដែលចងភ្ជាប់ជាមួយនឹងអាស៊ូតណាហើយអាមីនថ្នាក់ទី3ណាអ៊ីដ្រូសែនត្រូវអស់ហើយគឺត្រូវបានជំនួសដោយ radical hydrocarbon ហ្នឹងអស់ហើយណាអស់ហើយអញ្ចឹងយើងចាត់បានហើយយើងក៏បានគូកងគ្នាហើយដែរណាគូកងគ្នាហើយដែរអូខេអញ្ចឹងយើងទៅអូខេអញ្ចឹងយើងឃើញថានៅអក្សរកហើយនឹងខគឺមានរាងអាមីនថ្នាក់ទី1អញ្ចឹងយើងដាក់ថាអាមីនថ្នាក់ទី1គឺកនិងខណាគឺកនិងខចំណែកអាមីនថ្នាក់2គឺខហើយអាមីនថ្នាក់3គឺកអញ្ចឹងយើងគ្រាន់តែដាក់លេខចឹងមកដាក់អក្សរចឹងមកក៏បានហើយយើងចង់សរសេរទម្រង់របស់វាឡើងវិញក៏បានដែរណាស្រេចលើយើងបន្តមកទៀតគេឲ្យយើងទី3ហ្នឹងគឺឲ្យយើងសរសេររូបមន្តសមាសធាតុដូចតទៅអញ្ចឹងគេឲ្យយើងចំណុចក NDA ទីឡាមីនណា NDA ទីឡាមីនអញ្ចឹង
diethylamine នេះយើងឃើញថាដូចទៅនឹងដូចទៅនឹងចំណុចខរបស់យើងដែរគឺដូចគ្នាណាអញ្ចឹងយើងសរសេរវាចូលមកហ្នឹងយើងបានមួយណាយើងបានមួយតមកទៀតគេឲ្យយើងសរសេរ1 methyl ណាbutylamine 1 methyl butylamine អញ្ចឹងនេះក៏យើងចូលទៅនឹងbutyl ណាអញ្ចឹងបានន័យថាខ្នែងរបស់យើងនៅត្រង់កាបូនទីតាំងលេខ1ដែលចងភ្ជាប់ជាមួយនឹងបង្គំនីតិអាមីនណាអញ្ចឹងគឺថាវាមានកាបូន4ដែលខ្សែមេរបស់យើងនេះមានកាបូន4អញ្ចឹងបានន័យថាខ្សែមេរបស់យើងមាន4អញ្ចឹងយើងសរសេរវាចឹងមកហើយបងលេខឲ្យបាន4ណាតមកយើងដាក់ខ្នែងនៅទីតាំងលេខ1ណានៅទីតាំងលេខ1យើងចង់ដាក់ពីលើនេះក៏បានដាក់អញ្ចេះក៏បានដែរណាស្រេចលើយើងតមកទៀត triethylamine អញ្ចឹងនេះគឺ triethylamine គឺអាមីនថ្នាក់3របស់យើងណាអាមីនថ្នាក់3របស់យើងគឺមានethyl សំទោសបងប្អូនបានន័យថាអានេះគឺ ethyl នេះគឺបានន័យថាអានេះត្រូវកាបូន2អានេះលេខ5ណាហើយអានេះ2អានេះលេខ5ហើយអានេះកាបូន2អានេះលេខ5ណាអញ្ចឹងតម្រង់ទីកូហ្នឹងខ្ញុំសរសេរច្រឡំបាទខ្ញុំសរសេរច្រឡំថាមេទីលអញ្ចឹងបានន័យថាវាជាអេទីលទេអញ្ចឹងtriethylamine គឺកាបូន2ណាហាស់5ជាប់ជាមួយនឹងអាស៊ូតជាប់ជាមួយនឹងកាបូន2ហាស់5ចងជាមួយនឹងកាបូន2អ៊ីដ្រូសែន5ណានេះគឺកូ triethylamine អញ្ចឹងមួយទៀតគឺខូ N-methyl N-isopropyl ណា ethylamine អញ្ចឹង ethyl នេះបានន័យថាវាជាខ្សែមេហើយ iso នេះគឺមានកាបូន3ដែលមានខ្នែង methyl ដូចគ្នាពីរដងណានេះគឺយើងហៅថា isopropyl ណា isopropyl អញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំផងដែរដើម្បីងាយស្រួលហៅឈ្មោះរបស់វាតមកទៀត N-methyl ណា N-methyl គឺបានន័យថា methyl របស់យើងគឺនៅជាប់នឹងអាតូម N ណាជាប់នឹងអាតូម N ហើយកាបូន2គឺ1 2ណាអញ្ចឹង ethyl នេះបានន័យថាវាជាខ្សែមេហើយអានេះវាជាខ្នែងណាអញ្ចឹង N-methyl N-iso ណា iso នេះគឺI ណាបាទអានេះគឺយើងហៅតាមលំដាប់អក្ខរក្រមណាគឺបានន័យថាបើហ្នឹងហើយគឺ N-methyl គឺ methyl របស់យើងគឺនៅអានេះបើនេះខ្ញុំធ្វើតាមសភៅក្រសួងព្រោះអីក្រសួងដាក់មកអញ្ចឹងខ្ញុំក៏សរសេរតាមនឹងដែរតែបើតាមការពិតទៅត្រូវយើងហៅ N-isopropyl មុនព្រោះអីiso នេះគឺនៅពេលដែលហៅឈ្មោះគេអត់គិតទេគេគិតចាប់ពី pro នេះទៅគឺយើងត្រូវគិតលើតាមអក្ខរក្រមនៃភាសាអង់គ្លេសណាតាមអក្ខរក្រមភាសាអង់គ្លេសអញ្ចឹងបានន័យថាយើងត្រូវហៅអានេះមុនណាយើងត្រូវហៅ N-isopropyl អញ្ចឹងពេលមានពាក្យដូចជាតាក់បុយទាល isopropyl ជាដើមគឺអស់ហ្នឹងដូចជាតាក់ហ្នឹងគឺគេអត់គិតទេហើយ iso នេះក៏គេអត់គិតដែរអញ្ចឹងនៅពេលដែលគេគិតចាប់ពីនេះទៅណាដូចជាបុយទាលអញ្ចឹងយើងគិតពីបុយទាលទៅយើងត្រូវហៅឈ្មោះតាមអក្ខរក្រមប៉ុន្តែនៅក្នុងនេះគឺខ្ញុំសរសេរតាមសភៅក្រសួងក៏ដាក់ឲ្យអញ្ចឹងខ្ញុំក៏សរសេរតាមគាត់អញ្ចឹងមកអញ្ចឹង
n methyl បានន័យថា methyl របស់យើងនៅត្រង់ទីតាំង n ហើយ n isopropyl ក៏ isopropyl របស់យើងក៏នៅទីតាំង n ដែរណានៅទីតាំង n ដែរហើយ ethylamine គឺជាខ្សែមេណានេះគឺខ្សែមេអញ្ចឹងបាទសូមអរគុណជាអនេកដែលបានតាមដានវីដេអូនេះពីដើមដល់ចប់ហើយក៏សូមអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដានការកែលម្អិតគីមីសរីរាង្គទី12ហើយបើវីដេអូនេះខ្ញុំធ្វើទៅអ្នកទាំងអស់គ្នាយល់ថាមានប្រយោជន៍ហើយមានអត្ថប្រយោជន៍ដល់អ្នកទាំងអស់គ្នាផ្ដល់ចំណេះដឹងដល់អ្នកទាំងអស់គ្នាណាសូមកុំភ្លេចជួយចុច like ឬក៏ subscribe នៅលើ channel របស់ខ្ញុំដើម្បីឲ្យខ្ញុំមានទឹកចិត្តធ្វើវីដេអូជាបន្តបន្ទាប់ចែកជូនដល់បងប្អូនឬក៏បងទាំងអស់គ្នាជាបន្តទៀតបាទនៅក្នុងគណៈពេលនេះខ្ញុំបាទក៏សូមអរគុណច្រើនសូមគោរពលាហើយសូមប្រសិទ្ធពរជ័យឲ្យអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនបាទសូមអរគុណច្រើនសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាបន្តសូមអរគុណ